សម្រាប់វាទៅហាំអាចឆ្កែសម្រេចទាំងអស់នេះគឺដោយសារតែឯងយើងមានបងប្អូនច្រើនណាស់មកពីខ្ញុំឲ្យអញបោកបានទើបបាត់បង់ពួកគេបែបនេះសម្រាប់បងប្អូនយើងអស់ច្រើនណាស់ប្រយ័ត្នចុះពួកអាធ្នឹមខ្យល់ខ្មៅមិនលើកលែងឲ្យឯងទេទៅអាចឆ្កែឲ្យមិនខ្វល់ថាឯងជាពួកខ្យល់ខ្មៅខ្យល់ទេបើហ៊ានប៉ះយើងនឹងបញ្ជូនឯងទៅស្ថាននរកយ៉ាអេយ៉យគ្មានឈាមសំបីមួយដំណក់ជាប់នឹងដាវពិតជាដាវល្អមែនកូនសម្លាញ់ហាហាំអេយ៉យកំពុងតែបារម្ភថាគ្មានស្រីស្អាតដើម្បីទទួលបានរង្វាន់នេះមិនមែនជារង្វាន់ធ្លាក់ពីលើមេឃទេអីនេះព្រះអើយអាយ៉ាហេតុអ្វីបានជាមានមនុស្សច្រើនណាស់តើមានរឿងអ្វីកើតឡើងឲ្យប្រាកដហេតុអ្វីមានសពច្រើនម្ល៉េះតើពួកគេជាអ្នកណាលោកពូទី36ខ្ញុំកំពុងដើរលេងក្នុងភូមិស្រាប់តែមានចោរព្រៃប៉ុន្មានអ្នកចូលមកខ្ញុំសម្លាប់បាន2-3នាក់ហើយរត់រួច2-3នាក់តើឯងដឹងថាពួកគេជាចោរព្រៃដោយរបៀបណាពួកគេនិយាយដោយខ្លួនឯងពួកគេនិយាយពីអាធ្នឹមខ្យល់ខ្មៅស្អីគេនោះអាធ្នឹមខ្យល់ខ្មៅនោះគឺជាសម្បុកចោរព្រៃដែលសាហាវបំផុតក្នុងរង្វង់រាប់រយម៉ាយកន្លែងនោះមានមនុស្សកំណាចរាប់រយនាក់កាលពីឆ្នាំមុនស្រុកយើងបានបញ្ជូនទាហានរាប់រយនាក់ទៅបង្ក្រាបលទ្ធផលគឺត្រឡប់មកវិញតែពាក់ឥឡូវមនុស្សទាំងនេះស្លាប់នៅក្នុងភូមិរបស់យើងពួកគេច្បាស់ជាមិនព្រមបញ្ឈប់ត្រឹមនឹងទេតើត្រូវធ្វើដូចម្តេចទៅអ្នកទាំងអស់គ្នានិយាយថាខ្ញុំជាអ្នកបង្កបញ្ហាខ្ញុំហ៊ានធ្វើខ្ញុំហ៊ានទទួលខុសត្រូវខ្ញុំនឹងរងចាំនៅទីនេះចាំមើលថាតើពួកគេអាចធ្វើអ្វីខ្ញុំបានមិនធ្វើសកម្មភាពទេចៅប្រៃទាំងនោះប្រហែលជាគ្រាន់តែដើរកាត់ទៅបាត់ហើយពិតមែនហើយបំណងរបស់មេភូមិគឺចង់និយាយថាបើថ្ងៃក្រោយមានគេចង់មកសម្លាប់ឯងក៏មិនហ៊ានប្រត់ស្មែតែបន្តិចមែនទេតែជាឪពុកខ្ញុំមិនមានបំណងបែបហ្នឹងទេចុះតើមានន័យថាម៉េចរងចាំឲ្យចៅប្រៃសម្រុកចូលមកផ្ទះសម្លាប់មនុស្សនិងប្លន់ទ្រព្យសម្បត្តិក្នុងភូមិមែនទេដែលជានិយាយត្រូវចៅប្រៃទាំងនោះមើងងាយយើងដល់ថ្នាក់នឹងហើយយើងត្រូវតែតាំងជាមួយពួកគេលោកមេភូមិសម្ដីដែលលោកយើងត្រូវតែតាំងជាមួយវាមេភូមិសម្ដីដែលលោកនិយាយធ្វើឲ្យពួកយើងខកចិត្តខ្លាំងណាស់ប៉ុន្តែស្អីខ្ញុំនិយាយឲ្យច្បាស់នៅទីនេះតែម្ដងមនុស្សនៅបន្ទីខ្យល់ខ្មៅម្នាក់ខ្ញុំសម្លាប់ម្នាក់ចាំខ្ញុំរៀបចំទុកដាក់គ្រួសារឲ្យរួចរាល់សិនខ្ញុំនឹងស្ម័គ្រចិត្តឡើងទៅសម្លាប់ពួកវានៅលើខ្ញុំចង់ដឹងណាស់ថាបន្ទីខ្យល់ខ្មៅនោះខ្លាំងប៉ុណ្ណាមើលនឹងណោះស្រីច្រើនណាស់ស្រីស្អាតទៀតផងស្រីស្អាតចុងក្រោយក៏បានស្គាល់ជាតិស្រីនឹងគេដែរស្អាតមែនទែនខ្ញុំនៅលីវច្រើនឆ្នាំមកហើយឬមួយនេះជារង្វាន់ដែលស៊ូកលីផ្ដល់ឲ្យខ្ញុំចំពោះការរក្សាខ្លួនលីសឹងលោកមិនទៅរើម្នាក់ទៅហេខ្ញុំប្រាប់អ្នករាល់គ្នាឲ្យដឹងសេះនឹងស្រីទាំងនេះសុទ្ធតែជារបស់ដែលខ្ញុំដណ្ដើមបានអ្នកណាហ៊ានប៉ះខ្ញុំនឹងកាប់អ្នកនោះមិនខានស្ដាប់តាមគាត់ទៅម្នាក់នេះមើលទៅគ្រាន់បើជាងអ្នកផ្សេងទៀតគៀកធំបែបនេះច្បាស់ជាកើតបានកូនប្រុសមិនខានយូហូងប់ហើយកាច់ណាស់តើបើជានិយាយជាស្លាប់ពិតជាគួរឲ្យស្ដាយណាស់ស៊ឺតហាមនុស្សខូចខើទេខ្ញុំមិនមែនជាមនុស្សខូចខើទេខ្ញុំទើបតែជួយសង្គ្រោះពួកនាងពីដៃចោតភ្នំមកវិញតើខ្ញុំព្រមមានអ្នកឲ្យហើយណាខ្ញុំគឺជាមេតបធំណេនកូឈីងឡនបើអ្នកហ៊ានបៀតបៀនខ្ញុំនឹងធ្វើឲ្យអ្នកសងមកវិញយ៉ាងធ្ងន់ធ្ងរហាអេយ៉យហាមិនមែនទេនាងប្រាប់ថាឪពុកនាងជាមេតបធំនៅឆ្ងាយឯជើងមេឃហាទោះបីជាឪពុកនាងជាមេតបធំនៅឆ្ងាយមែនក៏ប៉ុន្តែឥឡូវនាងនៅជាមួយនាងមិនបានដែរត្រូវបានពួកចៅចង្រៃដូចជាពួកឯងចាប់បានគឺមកពីវាសនាខ្ញុំមិនល្អចង់សម្លាប់ចង់ធ្វើបាបយ៉ាងណាតាមចិត្តឯងចុះណាក៏គុំសង្ឃឹមថាបើមិនអញ្ចឹងទេខ្ញុំនឹងស្លាប់ឲ្យឯងមើលមកដល់ពេលនេះហើយនៅមានចរិតរឹងរូសទៀតខ្ញុំពិតជាមិនមែនជាចៅភ្នំអីនោះទេខ្ញុំគ្រាន់តែជាអ្នកភូមិធម្មតាម្នាក់ប៉ុណ្ណោះមើលចុះកន្លែងនេះមានចំណុចណាដូចសម្បុកចៅមែនទេតើអ្នកជានរណាឲ្យប្រាកដហើយរឿងទាំងអស់នេះវាមានរឿងអីហើយអ្នកនាងខ្ញុំបានប្រាប់អ្នកនាងអំបញ្ញមិញហើយខ្ញុំបានជួយពួកនាងពីដៃចៅ